ok rồi lâu giờ đang mà thưa ca cả tàu việt anh cái tôi thôi tao bị sập đam mình bật tay mìnhបញ្ហាតិចតួចទៅតែឥឡូវយើងមកវិញហើយតោះឥឡូវមុនដំបូងយើងធ្វើអ្វីមួយយើងចង់ស្រីដាក់ឲ្យបដិសេធមកនេះដាក់មកចុចនេះមកចុចរក HD ណាចុចហ្នឹងមួយមកនឹងមុនសិនណាហើយបន្ទាប់មកយើងមានដាក់នេះល្បឿនហើយល្បឿនវីដេអូចុចដល់24សិនមក24ទុកបដាសិនណា alright so create project បន្ទាប់មកធ្វើដូចគង់ឲ្យ Photoshop ដែរយើងដាក់មក open របៀបវីដេអូនេះថ្ងៃនេះយើងធ្វើការ load រូបភាពសិនណារូបភាពអញ្ចឹងក្នុងរូបភាពយើងមានអីខ្លះយើងដាក់យើងរើសមកតាមចិត្តយើងណាតែលើលោកសុំឲ្យធ្វើការធ្វើគំរូប្រើពីនេះសិនយ៉ាចាំទៅហើយបើតែយើងធ្វើការ load អាពីនេះជាគំរូណាអញ្ចឹងពីរូបភាពហើយឥឡូវយើងបាន load អាពីហើយយើង select ទាំងពីរហ្នឹងមក load ទី2ដល់ទៀតណាសុំ open pictures ណាមកប្រើរូបភាពណាហើយបើយើងមាន Photoshop នេះមកចុចហ្នឹងមកហើយ load រូបភាពណាចុចមួយក៏បានក៏ទាំងពីរហ្នឹងក៏បានដែរអូខេសេរីមក open អញ្ចឹងណាអញ្ចឹងណា alright so ឥឡូវឃើញឥឡូវចុចលើនេះចុចលើរូបភាពគេវាមាននេះអានេះខុសគ្នាពីរូបភាពតិចណាអានេះកណ្ដាលសារនេះគឺជាការកាត់តវីដេអូឥឡូវបើយើងចុច play គេវាលេងគេគិតជាវិណាអានេះ3វិ4 second 5អញ្ចឹងណាលេខគេអូខេចាយើងឥឡូវយើងចង់ធ្វើអីគេឥឡូវលោកគ្រូចង់ឲ្យយើងសាកធ្វើរឿងស្មានមានអីច្រើនទេកណ្ដាលចុចនេះមកនេះរូបភាពនេះឃើញគេចុចនេះ 4 square នេះ crop ថា crop ណាចុចនឹងហើយយើងធ្វើការធ្វើចលនាតិចមកនេះឥឡូវដាក់ធ្វើអានេះដើមវាអូសនេះទៅដល់ចុងសិនណាអូសនេះដល់ចុងសិននេះអូសដល់ចុងបើយើងចង់ធ្វើនេះបើកនេះមកចុចសុំបើកនេះផងបើកនេះ open that ពេលចុចយើងធ្វើអីនេះទៅវាតាមមិនអស់ស៊ីអ៊ីចឹងណាចឹងយើងឥឡូវយើងធ្វើ bridge ចូលមួយទៀតណាឥឡូវដាក់ចុងវាសិនហើយបូកវាដាក់បូកនេះ create keyframe ណាហើយមកវិញមកយើងធ្វើមួយនេះគឺធ្វើ bridge ចូលសិនឥឡូវយើងចុចនេះមកចុចអី bridge ចូលគេឥឡូវគេរូបភាពឯងគេឥឡូវបើយើងចុច play មើលធ្វើដូចគេដូច YouTube video អញ្ចឹងយើងមើលថាធ្វើគេធ្វើអត់ពីអញ្ចឹងណាហើយអាហ្នឹងគឺកំចលនាមួយយើងធ្វើអញ្ចឹងរហូតវាកម្រើកស្រៀងតែនឹងធ្វើចលនា animation អញ្ចឹងស្រៀងអញ្ចឹងទាំងដែរអូខេអញ្ចឹងតមកយើងធ្វើការមួយនេះទៀតចាប់នេះមកឥឡូវចាប់នេះមើលគឺចុងនេះយើងចោលវាទៅដល់គួរតែឃើញសញ្ញានេះសញ្ញាអីខាងនេះសញ្ញាទីសាយគេនៅដឹងហើយឥឡូវគាត់ចុចវាទៅយើងចាប់ឲ្យវានឹងហើយអូសវាមកហើយចុងវានេះក៏ដូចគ្នាណាចាប់វាមកអូសវាធ្វើជាឲ្យវាមានខើគេជីងចូលអញ្ចឹងណាឥឡូវដល់ពេលនេះហើយគេរូបភាពអានេះធ្វើដូចគ្នាមកយើងធ្វើទាំងពីរមកដូចគ្នាមកអញ្ចឹងយើងដាក់មួយអូសមកចុងដាក់មួយទៀតដាក់អានេះហៅ keyframe ដាក់ចឹងហើយយើងមកដើមវិញដើម្បីឲ្យធ្វើឲ្យចុចវាសិនចុចម្ដងមកហើយចូលមកធ្វើដូចចឹងហើយស្រីអីដាក់ណាគាត់ស្រីមកចុចស្រីតាមចឹងណាអូខេបន្តមកយើងធ្វើដូចគ្នាមកយើងស្រីអានឹងដែរខាងឲ្យលើក្បាលចុងនេះមកហើយបែបដូចគ្នានេះដូចគ្នាលើមើលតម្រង់វាគឺស្រៀងគ្នាតែអញ្ចឹងណាបើយើងធ្វើអញ្ចឹងហើយយើងមកចុចមើលហ្នឹងហើយ Free Fire អូខេដល់ពេលអញ្ចឹងហើយអូខេផ្នែកមេរៀនគឺយើងមានតែប៉ុណ្្នឹងស៊ីអញ្ចឹងវាស្រួលទេបើអានេះយើងគាត់ធ្វើតែឲ្យចលនារូបភាពសិនបន្ទាប់មកបើយើងធ្វើការដាក់សំឡេងដាក់អីតទៀតណាអូខេ so យើងធ្វើមក alright good job